បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយគឺជាមួយនឹងម៉ូតូរៀបចូលទូនៅប្រហែលជា2-3ថ្ងៃនេះទៀតបាទម៉ូតូនៅដំបងគេនេះគឺជាប្រភេទម៉ូតូក្រោះគប់ដូចបងប្អូនជួនកាលខ្លះគាត់គិតថាជាមកជីវិតគាត់ជិះម៉ូតូចកើសលេខហ្នឹងជិះតែប្រភេទម៉ូតូអសង្ឃហើយម៉ូតូអសង្ឃដូរតែប៉ុន្តែរូបរាងនៅតែដដែលហើយស្អីគឺនៅដដែលរហូតគឺមានដូរតែអញ្ចឹងអីហើយដូរគ្រឿងតែបន្តិចបន្តួចតែប៉ុណ្ណោះអញ្ចឹងអីបើសិនជាបងប្អូនណាដែលដូចថាគាត់ធុញពីម៉ូតូថៃឬក៏អត់ចូលចិត្តម៉ូតូថៃទេឥឡូវស្រុកថៃគេមិនសូវត្រូវជាមួយយើងអញ្ចឹងហើយយើងខ្ជិលទិញម៉ូតូគេជិះយើងជិះបោះជប៉ុនវិញអញ្ចឹងម៉ូតូបោះជប៉ុនខ្ញុំគិតថាម៉ូតូក្រោះគប់ប្រភេទនេះគឺល្អខ្លាំងណាស់ដែលយើងអាចយកមកជំនួសម៉ូតូអាសង្ឃដែលដូចថាគេ design នៅស្រុកថៃហើយគេយកមកដំឡើងនៅស្រុកខ្មែរយើងបាទអញ្ចឹងឲ្យសួរថាខ្ញុំអត់ចង់បានក្រោះគប់ហ្នឹងទេខ្ញុំគ្រាន់តែព្រួយក្រោះគប់ហ្នឹងមើលទៅវាដូចជាជិះ off road ខ្ញុំចង់បានគ្រាន់តែជិះនៅក្នុងភ្នំពេញអីតិចតួចតែប៉ុណ្ណោះគេហៅថា city boy អញ្ចឹងហើយបើសិនជាបងប្អូនចង់អត់ចូលចិត្តក្រោះគប់យើងមានម៉ូតូមួយគ្រឿងទៀតបាទម៉ូតូនោះគឺម៉ូតូអាគប់110នេះវិញបាទម៉ូតូអាគប់110នេះខ្ញុំគិតថាវាមានជាប្រភេទម៉ូតូកម្មប្រទេសហើយនឹងមាន Frank ABS ជាប្រភេទម៉ូតូថ្មីស៊េរីថ្មីជាងគេឲ្យបងប្អូនហើយម៉ូតូនេះយើងអាចជិះដូចថាអ្នកដែលកម្ពស់អត់សូវបានក៏យើងអាចដាក់ជើងទៅគឺដល់បានដែរបាទអាហ្នឹងម៉ូតូអាគប់110នេះគឺក្រុមហ៊ុន Honda ធ្វើ design មកគឺដើម្បីឲ្យមនុស្សគ្រប់ធន់គ្រប់វ័យហើយនឹងគ្រប់ភេទទៀតបាទមិនថាគាត់ភេទស្រីប្រុសឬក៏បងខាងឥន្ទនូអីទេគឺអាចជិះបានទាំងអស់ដាក់ជើងគឺដល់ហើយម្យ៉ាងទៀតស៊ីសាំងតិចហើយមួយទៀតគឺយើងជិះនៅលើផ្លូវនៅក្នុងទីក្រុងអានេះគឺជា concept របស់ម៉ូតូអាគប់110បាទប៉ុន្តែបងប្អូនគាត់ថាចេះអូយខ្ញុំអត់ចង់បានអាគប់110ទេខ្ញុំចង់បានប្រភេទ off road ជួនកាលខ្ញុំទៅខេត្តទៅអីអញ្ចឹងហើយប្រភេទម៉ូតូ off road យើងសូមណែនាំបងប្អូនគឺប្រភេទម៉ូតូ XR វិញម្ដងបាទម៉ូតូ XR គឺល្អខ្លាំងណាស់បងប្អូនល្អខ្លាំងណាស់មិនមែនបានថា XR ល្បីនៅស្រុកខ្មែរមិនមែនអត់មានបញ្ហាអត់មានមូលហេតុទេគឺមានមូលហេតុទាំងអស់បងប្អូន XR មកពីម៉ូតូហ្នឹងវាប្រើបេនសាំងបងប្អូនប្រើបេនសាំងអញ្ចឹងហើយនៅកន្លែងណាក៏គេអាចជួសជុលបានដែរហើយប្រភេទ XR គឺជាប្រភេទម៉ូតូ off road ហើយអញ្ចឹងទៅ off road នៅពេលណាដែលសិនជាយើងខូចតាមផ្លូវជាងគោយន្តក៏គាត់អាចជួសជុលបានផងដែរហើយអញ្ចឹងហើយប៉ុន្តែបងប្អូនគិតថាអូយអត់ចង់បាន off road ទេខ្ញុំចង់បានម៉ូតូជិះលើផ្លូវប៉ុន្តែទៅឆ្ងាយដីពីពេញទៅស្រុកខ្ញុំឡើងដល់400គីឡូបងប្អូនអញ្ចឹងហើយអត់ដឹងថាមានម៉ូតូណាគ្រាន់ចាក់មកពេញដឹងថាទៅដល់ហ្មងអញ្ចឹងខ្ញុំសូមណែនាំបងប្អូនគឺប្រភេទម៉ូតូ ST កម្លាំង250ម៉ូតូ ST កម្លាំង250នេះប្រភេទ E type មកគ្រឿងនេះគឺជាប្រភេទដែលវាមានធុងសាំងធំបងប្អូនធុងសាំងធំហើយបើសិនជាយើងចាក់មកពេញខ្ញុំប្រហែលជាជិះបានដីចិត្តដល់600គីឡូឯណោះបាទមិនមែន400គីឡូទេបាទគឺចិត្ត600គីឡូឯណោះអញ្ចឹងហើយបើសិនជាបងប្អូនដូចថាជិះទៅឆ្ងាយហើយខ្ជិលចាក់សាំងជិះឈប់អី ST 250គឺល្អខ្លាំងណាស់សម្រាប់បងប្អូនបាទប៉ុន្តែបងប្អូនចាប់អារម្មណ៍ឆ្ងល់ទៀតហើយថាអូយអត់ទេជិះទៅឆ្ងាយប៉ុន្តែម៉ូតូហ្នឹងដូចធ្ងន់ណាបងដូចធ្ងន់បាទរៀងធ្ងន់បន្តិចបាទធ្ងន់ជាងម៉ូតូ Big Boy បន្តិចអញ្ចឹងហើយអត់ចង់បានម៉ូតូធ្ងន់ទេចង់បានម៉ូតូអីគេវិញខ្ញុំចង់ដូចថាអត់សូវធ្ងន់ប៉ុន្តែជិះផ្លូវឆ្ងាយបានដូចធម្មតាអញ្ចឹងហើយបងប្អូនអាចមើលប្រភេទម៉ូតូមួយទៀតគឺជាប្រភេទម៉ូតូ Grass Tracker វិញម្ដងបាទម៉ូតូ Grass Tracker នេះគឺជាប្រភេទម៉ូតូដែលមានម៉ាស៊ីនដូចជាប្រភេទម៉ូតូ Suzuki Big Boy ហើយក្រុមហ៊ុន Suzuki design ប្រភេទម៉ូតូនេះមកគឺដើម្បីឲ្យនរណាក៏ជិះបានដែរតែជាពិសេសគឺគេផ្ដោតលើអតិថិជនគឺស្រីដែលគាត់មានកម្ពស់ទាបហើយបើសិនជាប្រុសមានកម្ពស់ទាបជិះបានទេជិះបានដូចគ្នាអញ្ចឹងបងប្អូនប៉ុន្តែបងប្អូនថាខ្ញុំកម្លាំង250ដូចថាអត់ហ៊ានជិះទេបងខ្ញុំចង់ជិះម៉ូតូណាធម្មតា off road អីបានធម្មតាវិញ
chẳng ấy nhom xong này đom mà tô mà kêu nhất cứ chu bóng cứ mà tố nít cái cúp nơi cào như tài mà đong bóng bóng cái cúp nít cứ bia chiaประเภท Camry จำนวนទី2mà tao cái cúp nít cứ cầm tổng nguồn rồi bỏ bia bà hai chia 100 kg chiêng tai bà nó bà hai chia 110 kg ấy thế chẳng ấy cứ dương chi off road bàn bây giờ cúp nít xử lý จำนวนទី2 đó vì men Camry ấy bóng bóng Camry chẳng dương bọc bên này dương bọc tụp thò bàn đòi bị ọt Việt dàn vì bóng bóng và tái bóng bóng cái thằng trẻ ối nhưng mà chọn bàn mà tàu mà cứ được đấy ta thay xử lý thay phật lấy chứ bóng bóng hay off road ban hay nhóm mà mình tưa đây mình men cầm pu mình bán đây nhóm cầm pu ban chắc cái nhóm số mà này nó bóng bóng cứ tư chuột chụp môi nắng mà tối này bóng bóng mà tôi hỏi cứ mà tôi CAF này bên mà đòn bạn mà tôi CAF này cứ chiaประเภทmà tôiกำลัง250សេរីឆ្នាំ2025គឺមានតែមបច្ឆរនោះបាទមានតែមបញ្ឆរនេះបាទហើយមកទៅនេះគឺជាសេរីផុតលេខហើយគឺជាសេរីប្រើប៊ិចសាំងហើយសេរីចុងក្រោយគេនេះគឺមានបំពាក់ជាមួយនឹងហ្វ្រាំងមុខហើយនឹងក្រោយមាន ABS មកបន្ថែមទៀតដោយចំនួនផ្សេងអត់មានទេតគេ customize ចូលក្រៅក៏បងប្អូនបើណាបងប្អូនគាត់ថាថ្មីពេកបងថ្មីពេកប្រហែលជាលុយអត់ដល់ទេខ្ញុំប៉ុន្តែចង់ជិះ CRF នឹងដូចអញ្ចឹងចង់ជិះ CRF អញ្ចឹងខ្ញុំសូមណែនាំបងប្អូនទៅមើលប្រភេទមួយទៀតបងប្អូននេះប្រភេទ CRF ពណ៌ក្រហមវិញម្ដងបាទគឺជាចំនួនទី2 CRF នេះ MD 44បាទម៉ូតូនេះគឺប្រើប៊ិចសាំងដូចគ្នាប្រើប៊ិចសាំងដូចគ្នាហើយជាប្រភេទម៉ូតូ off road អញ្ចឹងបាទប៉ុន្តែគ្រាន់តែថាម៉ូតូនេះគឺមកទឹកមិនមែនថ្មីសុទ្ធដល់នោះទេប៉ុន្តែសួរថាមកទឹកហ្នឹងវាស្រួលជិះទេស្រួលជិះបងប្អូនខ្ញុំគិតថានេះបើសិនជាមកទឹកក៏អាចថាមកទឹកប៉ុន្តែថ្មីមើលកុងទ័រគីឡូតែ200គីឡូជាងបងប្អូនខ្ញុំទៅប្រប៉ូលម៉ូតូនៅហាងដៃគូអញ្ចឹងទៅតបើកមើលកុងទ័រចុញម៉ូតូនេះដូចសឹងតាថ្មីអញ្ចឹងណាអញ្ចឹងហើយក៏យកមកដែរទៅបាទអញ្ចឹងបងប្អូនគិតថាអូយហើយចូលបើសិនជាខ្ញុំជិះនៅតាមពេញបើខ្ញុំទិញអាម៉ូតូហ្នឹងតិចខ្ចីលុយប្រពន្ធមកគេមិនអោយអញ្ចឹងហើយបងប្អូនបើសិនជាបើចិនយើងខ្ចីលុយប្រពន្ធទេឬក៏ប្រពន្ធគឺជាអ្នកកាន់លុយបងប្អូនអាចមើលប្រភេទម៉ូតូ PZX ចំនួនទី4ចំនួនទី5សេរីថ្មីចុងក្រោយគេបំផុតបាទថ្មីសុទ្ធម៉ូតូនេះ PZX នេះថ្មីសុទ្ធបាទហើយថ្មីសុទ្ធហ្នឹងគឺមានហ្វ្រាំង ABS ហើយបាទគឺជាប្រភេទគេហៅថាចិត្តល្អម៉ូតូចិត្តល្អដែលអាចឲ្យបងប្អូនស្រីគឺគាត់ចូលចិត្តជិះម៉ូតូនេះបើសិនជាយើងសុំលុយប្រពន្ធយើងយកទៅជិះយកទៅដូរម៉ូតូអីដូរអាធំនោះខ្ញុំគិតថាគាត់មិនអោយទេប៉ុន្តែ PZX គឺបានមូលហេតុនោះតាក់ទាញគឺស្រីយើងមើលទៅដូចខ្ញុំដូចស្រីដែរអត់ទេបងប្អូនស្រីគ្នាស្រីគឺគាត់ចូលចិត្តមានអាក្លុបដាក់អាវ៉ាន់នឹងច្រើនបងប្អូនដាក់ម៉ាកកាយេដាក់លេលៀបក្លៀកដាក់កត្រៃកាត់កញ្ចក់ហើយដល់ដាក់ស្រោមជើងអញ្ចឹងទៅហើយម្យ៉ាងទៀតនៅពេលណាយើងទិញម្ហូបទិញអីក៏យើងអាចដាក់ក្នុងកែបបានផងដែរបាទកុំឲ្យតែម្ហូបហ្នឹងវាមានទឹកអីចឹងទៅវាអាចប្រឡាក់នៅអាក្លុបកែបយើងហ្នឹងប៉ុន្តែម៉ូតូនេះភាគច្រើនបើតាម10ទាំង10សួរទៅបងស្រីដឹងតែគាត់ឲ្យទិញឲ្យបានអាធំនោះគាត់មិនហ៊ានជិះទេអញ្ចឹងឯងបងប្អូនយើងគាត់និយាយទៀតថាខ្ញុំអត់ចង់ជិះអាហ្នឹងទេខ្ញុំចង់ជិះអាថ្មីជាងគេអាប្លែកជាងគេអាថ្លៃជាងគេបំផុតអញ្ចឹងហើយបងប្អូនអាចមកមើលប្រភេទម៉ូតូចុងក្រោយនេះផងដែរបាទគឺ CRF Rally ថ្មីសុទ្ធបាទបើសិនជាតាមខ្ញុំគិតវិញបើសិនជាប្រភេទម៉ូតូ off road ខ្ញុំគិតថា Honda CRF Rally កម្លាំង250គឺជាប្រភេទស្ដាច់ម៉ូតូហើយបាទអត់មានម៉ូតូណាខ្ពស់ជាងហ្នឹងឬក៏ល្អជាងហ្នឹងទៀតទេបាទគឺកលត្រឹមអាសេរី CRF Rally ហ្នឹងហើយ CRF Rally គឺតម្លៃខ្ពស់ជាងគេហើយទំនើបជាងគេហើយនឹងហើយគេទៀតថាវាអស់ចាជាងគេបងប្អូនវាអស់ចាមហាលោត plus ជាងគេហើយគឺជាសេរីចុងក្រោយគឺមានតែមបច្ឆរដូចជាអាមួយនោះអញ្ចឹងអា CRF 250L នោះអញ្ចឹងបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយម៉ូតូទាំងអស់នេះខ្ញុំបាទនឹងរៀបឡើងទូនៅក្នុងពេលប្រហែលថ្ងៃហ្នឹងតិចទៀតបណ្ដើរយកទៅខាងក្រោយដើម្បីដោះកញ្ចក់ហើយនឹងចាប់ផ្ដើមរុំវិចខ្ចប់បាទ
អញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូម៉ូតូដឹកនេះបាទអញ្ចឹងសូមអរគុណនឹងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាទ